បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកអំពីមុខវិជ្ជាមួយទៀតគឺវិស្វកម្មអគ្គិសនីនិងធម្មពលបាទតើជំនាញវិស្វកម្មអគ្គិសនីនិងធម្មពលហ្នឹងគឺមានព័ត៌មានយ៉ាងដូចម្ដេចហើយសិក្សាពីអីឱកាសការងារមានអីខ្លះបាទខ្ញុំសូមទាញចំណាប់អារម្មណ៍បងប្អូនឲ្យយល់បាទអញ្ចឹងជំនាញវិស្វកម្មអគ្គិសនីនិងធម្មពលជាមុខជំនាញមួយដែលផ្ដល់ឲ្យនិស្សិតនៅចំណេះដឹងជំនាញផ្សេងខ្ពស់ក្នុងការអភិវឌ្ឍបណ្ដាញអគ្គិសនីឆ្លាតវៃនិងការវិភាគដោះស្រាយបញ្ហាក្នុងវិស័យអគ្គិសនីនិងធម្មពលបាទបរិញ្ញាបត្រនេះនិស្សិតសិក្សារយៈពេល5ឆ្នាំឬមានចំនួន140 credit យ៉ាងតិចបាទសម្រាប់មុខវិជ្ជាតម្រង់ទិសដែលបងប្អូនត្រូវតែមានមុនការសិក្សានេះបងប្អូនត្រូវតែមានទុនចំណេះដឹងលើមុខវិជ្ជាមួយចំនួនជាមូលដ្ឋានដូចជាមុខវិជ្ជាគណិតវិទ្យារូបវិទ្យាគីមីវិទ្យាបាទហើយបងប្អូនក៏ត្រូវការចំណេះដឹងពីបន្ថែមទៀតដោយមុខវិជ្ជាផ្សេងទៀតដែរគឺចំណេះដឹងភាសាអង់គ្លេសនិងការប្រើប្រាស់កុំព្យូទ័របាទលក្ខខណ្ឌចូលរៀនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រដែលមានតម្លៃស្មើហើយត្រូវបំពេញបែបបទចូលរៀននៅគ្រឹះស្ថានរក្សាដែលសាកលវិទ្យាល័យមានហើយគ្រឹះស្ថានរក្សាខ្លះគឺទាមទារមានការប្រឡងចូលបាទគឺឆ្លងកាត់ការប្រឡងចូលបាទហើយនិស្សិតនៅពេលដែលសិក្សាជំនាញនេះគឺនឹងមានមុខវិជ្ជាសំខាន់មួយចំនួនខ្ញុំសូមរំលឹកមុខវិជ្ជាគោលបាទគឺមានមុខវិជ្ជាស្វេគីអគ្គិសនីអេឡិចត្រូនិកអាណាឡូកអេឡិចត្រូនិកឌីជីថលស្ថាបត្យកម្មមីក្រូដំណើរការមន្ទីរពិសោធន៍វិស្វកម្មអគ្គិសនីអេឡិចត្រូនិករំញ័រនិងរលកសេដ្ឋកិច្ចវិស្វកម្មបាទម៉ាស៊ីនអគ្គិសនីបាទនិងមន្ទីរពិសោធន៍អេឡិចត្រូនិកធម្មពលអេឡិចត្រូនិកសម្រាប់បំលែងធម្មពលគុណភាពប្រព័ន្ធធម្មពលបច្ចេកវិទ្យាសម្រាប់ធម្មពលប្រកបដោយនិរន្តរភាពការគ្រប់គ្រងគម្រោងមេកានិកការគ្រប់គ្រងនិងគណនេយ្យជាដើមបាទអញ្ចឹងការសិក្សានេះគឺបងប្អូនអាចសិក្សាក្នុងថ្នាក់ចូលក្នុងមន្ទីរពិសោធន៍បាទមិនថាពីបងប្អូនអាចនឹងចុះទៅហាត់ការនៅតាមទីតាំងផ្សេងបន្ថែមទៀតបាទចំណេះដឹងដែលទទួលបានពេលបងប្អូនរៀនចប់នៅជំនាញវិស្វកម្មអគ្គិសនីធម្មពលនេះគឺបងប្អូននឹងទទួលបានចំណេះដឹងជំនាញក្នុងការបង្កើតបរិក្ខារអគ្គិសនីវាតម្លៃតម្រូវការសង្គមលើផ្នែកអគ្គិសនីធម្មពលអភិវឌ្ឍបណ្ដាញអគ្គិសនីឆ្លាតវៃឆ្លាតបង្កើតលេខនិពន្ធក្នុងកម្មវិធីកុំព្យូទ័រសម្រាប់ការវិភាគនិងការដោះស្រាយបញ្ហាប្រើប្រាស់ឧបករណ៍លេខាឧបករណ៍តេស្តសម្ភារៈអគ្គិសនីនិងអនុវត្តកម្មវិធីបណ្ដុះបណ្ដាលអ្នកដទៃបាទចំពោះអាជីពការងារវិញដែលបងប្អូននឹងទទួលបាននៅក្នុងជំនាញនេះខ្សែជាមន្ត្រីរាជការបាទប្រឡងចូលក្រមជាមន្ត្រីរាជការក្នុងក្រសួងស្ថាប័នពាក់ព័ន្ធជាគ្រូបង្រៀននៅក្នុងវិស័យនេះវិជាវិស្វករផ្នែករៀបចំគម្រោងបណ្ដាញបញ្ជូនធម្មពលអគ្គិសនីនិងបណ្ដាញអគ្គិសនីក្នុងអគារវិស្វករផ្នែកគ្រប់គ្រងដំណើរការរួមទាំងលំហែពំឧបករណ៍អគ្គិសនីដែលប្រើប្រាស់ក្នុងបណ្ដាញអគ្គិសនីវិស្វករផ្នែកទីផ្សារបច្ចេកទេសឧបករណ៍អគ្គិសនីសម្រាប់ក្រុមហ៊ុនអគ្គិសនីក្នុងនិងក្រៅប្រទេសប្រធានផ្នែកអគ្គិសនីក្នុងក្រុមហ៊ុនអគ្គិសនីក្នុងនិងក្រៅប្រទេសខ្លាយជាសហគ្រិនលើផ្នែកបច្ចេកទេសអគ្គិសនីធម្មពលនិងអ្នកផ្ដល់សេវាកម្មបច្ចេកទេសមួយចំនួនផងដែរបាទសម្រាប់មុខវិជ្ជាទៀតខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយបាទសូមអរគុណបងប្អូនទាំងអស់គ្នាបាទ